យាយភាកតខាងប្រុសចេះតែលួចមានស្រីរហូតប្រពន្ធគាត់ក្រោយហ្នឹងពិបាកចិត្តជារៀងរាល់ថ្ងៃប្តីហ្នឹងក៏ធ្វើល្អដាក់ប្រពន្ធទៅពេលខ្លះក៏ធ្វើអាក្រក់ដាក់ប្រពន្ធគាត់ក្រោយហ្នឹងស្រឡាញ់គាត់ខ្លាំងណាស់ពីអ្នករស់នៅកូរ៉េរហូតតចប់អាណត្តិមកគាត់ក៏រៀបឯកសារបដូរវីសាដើម្បីរស់នៅប្រទេសកូរ៉េបន្តទៀតក៏មិនខុសច្បាប់ពីអ្នកទទួលបានវីសាថ្មីពួកគាត់ក៏ដូរកន្លែងធ្វើការនិងដូរទីលំនៅដូរទៅធ្វើការនៅតំបន់ផ្សេងហើយក៏រស់នៅជាមួយគ្នាគាត់អត់ទាន់ចប់អាណត្តិគឺពួកគាត់ធ្វើការផ្សេងពីគ្នាហើយចុងសប្តាហ៍ទៅគាត់ជួបគ្នាម្ដងរាល់ពេលដែលគាត់ទំនេរពីការងារតិចតួចគាត់ឆ្លៀតញ៉ាយស្រីនៅខ្មែរនៅថៃនៅបារាំងនៅអាមេរិកអីចឹងទៅតាម Facebook ឬក៏តាម TikTok អីចឹងណាហើយប្រាប់ស្រីទាំងអស់នោះថាគាត់អត់មានប្រពន្ធទេគាត់នឹងធ្វើការមិនមានពេលសម្រាប់ទេកន្លែងធ្វើការរបស់គាត់នឹងមានម៉ោងថែមច្រើនធ្វើការយប់ថ្ងៃពេលបានជួបប្តីដែរប្រពន្ធគាត់នឹងខំប្រឹងធ្វើការណាស់មិនហ៊ានឈប់សម្រាប់ទេសន្សំលុយដើម្បីធ្វើផ្ទះនៅក្នុងគាត់ត្រូវយកកូនចេញគាត់មានកូននៅក្នុងពុក3ខែគាត់ត្រូវយកកូនចេញព្រោះដើម្បីប្រឹងធ្វើការជួយរកលុយប្តីព្រោះគាត់អាណិតប្តីគាត់អត់ចង់ឲ្យប្តីធ្វើការហត់ម្នាក់ឯងទេអញ្ចឹងហើយគាត់ត្រូវយកកូនចេញហើយទុកកម្លាំងដើម្បីធ្វើការសន្សំលុយធ្វើផ្ទះគ្នាកូនគាត់យកចេញគឺជាកូនដំបូងទៀតជាសោកស្ដាយចំពោះពួកគាត់មែនបន្ទាប់មកគាត់ក៏បានធ្វើផ្ទះនៅខ្មែរបានមួយកន្លែងហើយនឹងទិញដីបានមួយកន្លែងដែរអ្នកទាំងអស់គ្នាពួកគាត់ទាំងពីរបានទៅរៀនចំណេះជំនាញដើម្បីឲ្យមានចំណេះជំនាញនៅក្នុងខ្លួនគាត់ទៅរៀនចេះទាំងពីរនាក់ហើយគាត់មកបាក់រកស៊ីនៅប្រទេសកូរ៉េហ្នឹងអ្នកទាំងអស់គ្នាប្រពន្ធគាត់មានជំនាញផ្សេងទៅប្តីគាត់មានជំនាញផ្សេងទៅប្តីគាត់នេះចេះតែលួចមានស្រីតិចតួចហើយប្រពន្ធគាត់ហ្នឹងមិនចាប់ថ្នាក់ថាប្តីហ្នឹងមានស្រីទេដល់ពេលគាត់បដូរទីតាំងនឹងកន្លែងផ្សេងហ្នឹងពួកគាត់ក៏មានកូនមួយទៀតហើយកូនទី2នេះគាត់ក៏ទទួលបានកូនប្រុសតែជាអកុសលកូនគាត់ក្រោយហ្នឹងគឺមិនមានសុខភាពល្អទេអ្នកទាំងអស់គ្នាហើយគាត់ក៏សម្រេចចិត្តយកចេញខាងប្តីក៏សោកស្ដាយខាងប្រពន្ធគាត់ក៏ពិបាកចិត្តពេលដែលប្រពន្ធគាត់ពោះកូនក្រោយជាកូនប្រុសហ្នឹងអ្នកទាំងអស់គ្នាគាត់បានសុំប្រពន្ធគាត់លែងគ្នាគាត់ចង់បានអ្នកមានសញ្ជាតិរៀបការជាមួយពួកគាត់ចង់នៅកូរ៉េរហូតអញ្ចឹងអ្នកទាំងអស់គ្នាពេលដែលប្តីសុំលែងហ្នឹងប្រពន្ធគាត់ពិបាកចិត្តណាស់ដល់ពេលអញ្ចឹងហើយគាត់ក៏មានបញ្ហាសុខភាពចំពោះកូនទៅខ្ញុំនឹងនិយាយតនៅភាគក្រោយ